រទ្ធីនិងស្រីពេជ្រគឺជាសិស្សថ្នាក់ទី12នៃវិទ្យាល័យមួយកន្លែងយុវវ័យទាំងពីរនាក់នេះមានក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកយ៉ាងជ្រាលជ្រៅប៉ុន្តែដោយសារតែភាពក្មេងខ្ចីនិងខ្វះការពិចារណាវែងឆ្ងាយពួកគេក៏បានជ្រុលជ្រោះរហូតដល់ស្រីពេជ្រមានផ្ទៃពោះនៅពេលដែលដំណឹងនេះលេចលឺទៅដល់ត្រចៀកចាស់ទុំរឿងរ៉ាវដ៏ធំក៏បានផ្ទុះឡើងដោយគ្រួសារទាំងសងខាងសុទ្ធតែមិនអាចទទួលយកបាននៅទង្វើដ៏ខុសឆ្គងនេះម្ដាយរបស់ស្រីពេជ្របានបដិសេធដាច់អហង្ការមិនទទួលស្គាល់ក្មេងនេះប៉ុន្តែអ្វីដែលកាន់តែស្មុគស្មាញនិងតានតឹងបំផុតនោះគឺនៅខាងគ្រួសាររបស់រទ្ធីម្ដាយរបស់គេមិនមែនជាភរិយាពេញច្បាប់របស់ប្តីគាត់ឡើយគាត់មានឋានៈត្រឹមតែជាប្រពន្ធចុងប៉ុណ្ណោះកន្លងមកគាត់តែងតែរងនឹងការគៀបសង្កត់និងការរករឿងទើសទែងពីសំណាក់ប្រពន្ធដើមរបស់ស្វាមីគាត់ជានិច្ចនៅពេលដែលកូនប្រុសរបស់ខ្លួនបង្កាត់ភ្លើងអាស្រូវក្នុងវ័យសិក្សាបែបនេះម្ដាយរបស់រទ្ធីកាន់តែភ័យខ្លាចពីការចំអកលក់លើយនិងការជន់ឈ្លីកិត្តិយសពីសំណាក់ប្រពន្ធដើមថែមទៀតដោយសារតែគំនាបផ្លូវចិត្តនិងចង់រក្សាមុខមាត់គ្រួសារទាំងសងខាងបានដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរទៅលើក្មេងទាំងពីរដោយបង្ខំដាច់ខាតឲ្យស្រីពេជ្រយកកូនក្នុងផ្ទៃនោះចេញហើយតម្រូវឲ្យពួកគេទាំងពីរនាក់បែកគ្នាដើម្បីបន្តការសិក្សាថ្នាក់ទី12ឲ្យបានចាប់ចុងចាប់ដើមទោះជាយ៉ាងណាក្តីក្តីស្រឡាញ់និងការអាណិតកូនក្នុងផ្ទៃបានជំរុញឲ្យក្មេងជំទង់ទាំងពីរសម្រេចចិត្តប្រឆាំងនឹងបំណងគ្រួសារនិងនាំគ្នាលួចរត់គេចខ្លួនបាត់ស្រមោលនៅពេលកណ្ដាលអាធ្រាត្រក្មេងវ័យជំទង់ពីរនាក់នេះមិនដែលធ្លាប់ស្គាល់ការលំបាកក្នុងសង្គមឡើយពួកគេបាននាំគ្នារត់ទៅលាក់ខ្លួននៅក្នុងផ្ទះឈើដ៏ចាស់មួយដែលគេបោះបង់ចោលជាយូរឆ្នាំមកហើយផ្ទះនោះស្ថិតនៅក្នុងទីស្ងាត់នៅផ្នែកខាងក្រោយនៃរបងវិទ្យាល័យដែលពួកគេធ្លាប់រៀននោះវាមានសភាពទ្រុឌទ្រោមដំបូលលេចធ្លាយនិងពោពេញទៅដោយក្លិនដីសើមដើម្បីរស់រានមានជីវិតរទ្ធីត្រូវលះបង់ការសិក្សាហើយលួចទៅស៊ីឈ្នួលជាកម្មករលាងឡាននៅកន្លែងមួយដែលនៅឆ្ងាយពីគេដើម្បីកុំឲ្យមានគេស្គាល់ក្មេងប្រុសដែលធ្លាប់តែកាន់ប៊ិចសរសេរអក្សរត្រូវមកឈរត្រាំទឹកហាលថ្ងៃដៃកាន់ស្បៃដុសលាងឡានគេតាំងពីព្រឹករហូតដល់យប់ប្រាក់កម្រៃដ៏តិចតួចត្រូវបានសន្សំយ៉ាងត្បិតត្បៀតដើម្បីយកទៅទិញបាយមកហូបជាមួយប្រពន្ធនៅឯផ្ទះចំណែកឯស្រីពេជ្រដែលកំពុងតែពោពោះត្រូវរស់នៅលាក់ខ្លួនក្នុងផ្ទះដ៏ងងឹតសូន្យសងទាំងភ័យភ័យខ្លាចរដូវវស្សាធ្លាក់មកដល់ទឹកភ្លៀងបានសាចសើមចូលពេញកន្ទេលដ៏កំសត់កង្វះខាតអាហារូបត្ថម្ភខ្វះថ្នាំសង្កូវនិងការរស់នៅក្នុងបរិស្ថានមិនស្អាតបានវាលុកសុខភាពរបស់ក្មេងស្រីដែលកំពុងតែពោពោះនេះយ៉ាងសាហាវរហូតធ្វើឲ្យនាងធ្លាក់ខ្លួនឈឺគ្រុនយ៉ាងធ្ងន់ធ្ងររាងកាយរបស់ស្រីពេជ្រប្រែជាស្គមស្គាំងស្លេកស្លាំងសល់តែស្បែកដណ្ដប់ឆ្អឹងរីឯពោះកាន់តែធំទៅការពិតទៅការអត់ឃ្លាននិងជំងឺវាគ្រាន់តែជាហេតុផលបន្ទាប់បន្សំប៉ុណ្ណោះអ្វីដែលធ្វើឲ្យនាងកាន់តែទន់ខ្សោយគឺដោយសារតែផ្ទះឈើនោះមិនមែននៅទទេទេវាគឺជាជំរករបស់វិញ្ញាណបិសាចដ៏កាចសាហាវដែលកំពុងតែចាំលេបត្របាក់ព្រលឹងដ៏ទន់ខ្សោយជាពិសេសគឺស្ត្រីមានផ្ទៃពោះជារៀងរាល់យប់ពេលរទ្ធីលងលក់ដោយសារតែភាពនឿយហត់ស្រីពេជ្រតែងតែត្រូវវិញ្ញាណនោះមកលងបន្លាចវាបង្ហាញរាងកាយជាស្រមោលខ្មៅធំមានភ្នែកក្រហមឆ្អៅវាចេញតាមពីដានផ្ទះហើយទម្លាក់ខ្លួនមកសង្កត់ពីលើពោះរបស់នាងទាញយកកម្លាំងរបស់នាងបន្តិចម្ដងនៅយប់មួយពេលដែលមេឃងងឹតស្លុបនិងមានខ្យល់ត្រជាក់បក់មកយ៉ាងខ្លាំងវិញ្ញាណបិសាចនោះបានបង្ហាញរូបរាងពេញលេញយ៉ាងគួរឲ្យរន្ធត់បំផុតវាមកច្របាច់កនាងហើយសើចដាក់នាងយ៉ាងសាហាវឃោឃៅដោយសារតែរាងកាយខ្សោយស្រាប់បូករួមនឹងភាពភ័យខ្លាចដល់កម្រិតផងស្រីពេជ្រមិនអាចទ្រាំទ្ររួចក៏បានថប់ដង្ហើមបើកភ្នែកធំរួចក៏ដាច់ខ្យល់ស្លាប់បាត់បង់ជីវិតនៅលើកន្ទេលនោះទៅការឈឺចាប់ដែលឃើញប្រពន្ធស្លាប់យ៉ាងវេទនាបានធ្វើឲ្យរទ្ធីយំសោកបោកខ្លួនរត់ទៅវាយក្បាលនឹងជញ្ជាំងនៅឯក្រៅផ្ទះរហូតដល់សន្លប់និងដាច់ខ្យល់ស្លាប់ដោយសារតែការខូចចិត្តនិងអត់ឃ្លាននៅទីតាំងខាងក្រៅផ្ទះនោះភាពគួរឲ្យសង្វេគនោះគឺវិញ្ញាណរបស់រទ្ធីមិនបានដឹងថាខ្លួនឯងស្លាប់ឡើយព្រលឹងរបស់គេបានក្រោកឈរឡើងដោយគិតថាខ្លួននៅមានជីវិតនៅឡើយរទ្ធីបានដើរទៅបីសាកសពប្រពន្ធដែលដេកស្ដុកស្ដឹងចេញពីផ្ទះនោះឆ្ពោះទៅកាន់ទីសាលាភូមិនិងវត្តអារាមដោយស្រែកយំអង្វរឲ្យអ្នកស្រុកជួយរៀបចំពិធីបុណ្យសពនិងជួយធ្វើក្តាមមឈូសដាក់ប្រពន្ធគេផងប៉ុន្តែគ្រប់ទីកន្លែងដែលគេដើរកាត់គ្មាននរណាម្នាក់អើពើឬក៏តបតជាមួយគេឡើយព្រោះមនុស្សលោកមើលមិនឃើញវិញ្ញាណខ្មោចនោះទេរទ្ធីឈឺចិត្តយ៉ាងខ្លាំងដោយគិតថាសង្គមមនុស្សពិតជាឃោឃៅ
គេក៏បីសាកសពប្រពន្ធត្រឡប់មកផ្ទះដែលទុកចោលនោះវិញដេកអោបនិងថែរក្សាសពជារៀងរាល់យប់ទាំងដែលរាងកាយនោះចាប់ផ្ដើមហើមរលួយបែកទឹកខ្ទុះទៅហើយដោយសារតែការហួងហែងប្រពន្ធវិញ្ញាណរបស់រដ្ឋីប្រែคล้ายទៅជាកាយសាហាវចំពោះអ្នកដែលហ៊ានចូលទៅក្បែរផ្ទះនោះយប់មួយមានជនអនាថាម្នាក់បានចូលមកដេកក្នុងផ្ទះនោះកណ្ដាលអត្រាតជនអនាថាមានអារម្មណ៍ថាមានទឹកស្អុយស្រក់មកលើមុខរបស់គេលុះបើកភ្នែកឡើងក៏ប្រទះឃើញវិញ្ញាណបុរសម្នាក់មានកែវភ្នែកក្រហមឆ្អៅកំពុងតែអង្គុយច្របាច់កខ្លួនឯងមិនឲ្យដកដង្ហើមព្រមទាំងបណ្ដេញមិនឲ្យមកក្បែរប្រពន្ធកូនរបស់គេជនអនាថាភ័យរត់បាត់ជើងសព្រាតទាំងទឹកនោមជោខោប៉ុន្មានថ្ងៃក្រោយមកមានក្មេងជក់គ្រឿងញៀនមួយក្រុមបាននាំគ្នាមកពួនជក់ថ្នាំនៅក្នុងផ្ទះនោះកំពុងតែជក់ពួកវាបានឃើញនារីពស់ធំម្នាក់អង្គុយយំនៅឯជ្រុងផ្ទះលុះពេលពួកវាដើរចូលទៅជិតប្រុងនឹងបំពេញទៅលើនាងនារីនោះងើបមុខឡើងបង្ហាញផ្ទៃមុខដែលរលួយសល់តែរលាក្បាលខណៈដែលនៅពីក្រៅខ្នងមានវិញ្ញាណរទ្ធីលោតមកហែកកកាយពួកវាធ្វើឲ្យពួកវាសន្លប់បែកពពុះមាត់និងខ្លះទៀតឈួតលប់រហូតដល់សពថ្ងៃក្លិនស្អុយអសោចនៃសាកសពបានសាយភាយកាន់តែខ្លាំងរហូតបិទបាំងលែងចិត្តថ្ងៃមួយមានថៅកែអ្នកមានម្នាក់ដែលទើបតែទិញដីនៅតំបន់នោះបានចុះមកមើលផ្ទះទុកចោលដើម្បីឈូសឆាយសាងសង់ថ្មីគ្រាន់តែដើរចូលមកដល់ក្នុងផ្ទះលោកថៅកែនោះក៏ប្រទះឃើញសាកសពស្ត្រីពស់ធំដេកហើមរលួយនៅលើកន្ទេលគាត់និងក្រុមការងារភ័យញ័រខ្លួនរត់ចេញមកក្រៅដើម្បីទូរស័ព្ទហៅប៉ូលីសប៉ុន្តែចៃដន្យគាត់ក៏បានដើរទៅវាងផ្នែកនៃខាងក្រោយផ្ទះស្រាប់តែឃើញសាកសពបុរសម្នាក់ទៀតដែលដេកស្លាប់យ៉ាងក្រៀមក្រំសល់តែស្បែកដណ្ដប់នឹងឆ្អឹងនៅទីនោះមិនយូរប៉ុន្មានប៉ូលីសនិងមនុស្សម្នាជាច្រើនបានមកចោមរោមជុំវិញកន្លែងកាត់ហេតុវិញ្ញាណរបស់រដ្ឋីនៅតែឈរមើលទាំងចម្ងល់និងខឹងសម្បាដែលមនុស្សទាំងនោះមកប៉ះពាល់យកសាកសពប្រពន្ធខ្លួនទៅដាក់នៅលើរថយន្តសង្គ្រោះប៉ុន្តែគ្រប់យ៉ាងបានប្រែប្រួលនៅពេលដែលក្រុមប៉ូលីសបានលើកខ្សែងសាកសពទី2ដែលរុំក្នុងថង់ផ្លាស្ទិកចេញពីខាងក្រោយផ្ទះយកមកដាក់ទន្ទឹមនឹងគ្នានៃសាកសពប្រពន្ធរបស់គេខ្យល់បានបក់មកលើថង់នោះបង្ហាញឲ្យឃើញផ្ទៃមុខសាកសពដែលស្លេកក្រៀមសល់តែស្បែករុំឆ្អឹងវិញ្ញាណរបស់រដ្ឋីបានបើកភ្នែកធំសម្លឹងមើលទៅរាងកាយដែលអត់មានដង្ហើមនោះគឺជារូបរាងរបស់គេផ្ទាល់វិនាទីនោះហើយដែលការចងចាំដ៏ឈឺចាប់បានត្រឡប់មកវិញទើបរដ្ឋីយល់ច្បាស់ការពិតថាខ្លួនគេពិតជាបានស្លាប់បាត់បង់ជីវិតដោយការឈឺចិត្តនៅខាងក្រោយផ្ទះតាំងពីយប់ដែលប្រពន្ធស្លាប់ម្លេះហើយអ្វីដែលគេគិតថាខ្លួននៅរស់ខំបីប្រពន្ធដើររកអ្នកស្រុកនោះគឺគ្រាន់តែជាការធ្វើឡើងដោយវិញ្ញាណអន្ទោលតាមប្រាណដែលមិនព្រមទទួលស្គាល់ការពិតប៉ុណ្ណោះវិញ្ញាណរបស់យុវជនរដ្ឋីបានទម្លាក់ខ្លួនលុតជង្គង់យំសោកយ៉ាងវេទនាមុននឹងរលាយបាត់ទៅអមដំណើរសាកសពប្រពន្ធនិងកូនទោះបីជាសាកសពរបស់ពួកគេត្រូវបានគ្រួសារយកទៅធ្វើបុណ្យរួចរាល់ក្តីក៏ផ្ទះទុកចោលក្រោយសាលានោះបានក្លាយទៅជាទីតាំងខ្មោចលងដ៏ល្បីល្បាញជារៀងរាល់យប់ឲ្យតែមានមេឃភ្លៀងគេតែងតែសង្កេតឃើញស្រមោលក្មេងប្រុសនិងក្មេងស្រីពស់ធំឈរអោបគ្នាសម្លឹងមើលមិត្តភ័ក្តិរបស់ខ្លួនដែលកំពុងតែរៀនសូត្រនៅក្នុងថ្នាក់រៀនទាំងក្តីស្រណោះនិងវិប្បដិសារីនេះគឺជាសោកនាដកម្មដ៏ឈឺចាប់មួយដែលទុកជាមេរៀននិងជាសារដាស់តឿនដល់យុវវ័យគ្រប់រូបសូមកុំបណ្ដោយឲ្យមនោសញ្ចេតនាក្នុងវ័យសិក្សានិងការសម្រេចចិត្តដោយខ្វះការពិចារណាវែងឆ្ងាយនាំឲ្យជីវិតដើរដល់ផ្លូវទាល់ច្រកការជ្រុលជ្រោះមុនវ័យមិនត្រឹមតែបំផ្លាញអនាគតការសិក្សានឹងធ្វើឲ្យអ្នកមានគុណរងភាពអាម៉ាស់នោះទេតែវាអាចរុញច្រានជីវិតដ៏ស្រស់បំព្រងរបស់ប្អូនៗឲ្យធ្លាក់ចូលទៅក្នុងរណ្ដៅនៃសេចក្តីស្លាប់ការរងទុក្ខវេទនានិងការនិរាសព្រាត់ប្រាសដ៏គួរឲ្យសង្វេគបំផុតពេលវេលាសិក្សាគឺជាពេលវេលាសំខាន់សម្រាប់កសាងចំណេះដឹងមិនមែនជាពេលវេលាសម្រាប់សាងគ្រួសារនោះទេ